មុននឹងជួបជាមួយនឹងកម្ពុជាក្រុមជម្រើសជាតិវៀតណាមបានបាត់បង់អ្នកចាំទីដៃទី1ទី2និងទី3របស់ខ្លួនដូចដែលយើងបានដឹងហើយថាក្រុមជម្រើសជាតិកម្ពុជានឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិវៀតណាមនាថ្ងៃទី19ខែមីនាឆ្នាំ2025ខាងមុខនេះដែលនេះគឺជាជំនួបមិត្តភាពហើយបើយើងក្រឡេកទៅមើលបញ្ជីឈ្មោះកីឡាកររបស់ក្រុមទាំងពីរនេះគឺបានបញ្ចេញរួចរាល់ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺអវត្តមានអ្នកចាំទីដល់ទៅ3រូបឯណោះសម្រាប់ក្រុមជម្រើសជាតិវៀតណាមមូលហេតុដែលធ្វើឲ្យបាត់បង់អ្នកចាំទីកូនកាត់រុស្ស៊ីវៀតណាមដៃទី1គឺកីឡាករដាំវ៉ាន់ឡាំដោយសារតែរូបគេមានបញ្ហារបួសមុនព្រឹត្តិការណ៍ AFF ទៅទៀតហើយមកដល់ពេលនេះមិនទាន់ជាសះស្បើនោះទេស្ថិតិរបស់ដាំវ៉ាន់ឡាំជាមួយនឹងក្រុមជម្រើសជាតិគឺបានបង្ហាញខ្លួនចំនួន44លើកហើយដែលឡៃសម្រាប់អ្នកចាំទីដៃទី2គឺកីឡាករកូនកាត់ឆេក Wing Philip ដែលមានក្នុងបញ្ជីឈ្មោះកីឡាករ25រូបទៅហើយក៏បានសម្រេចដកខ្លួនចេញដោយសារតែសាច់ញាតិរបស់គេមានជំងឺធ្ងន់ធ្ងរ Philip ធ្លាប់បានបង្ហាញខ្លួននៅក្រុមជម្រើសជាតិវៀតណាមបាន11លើកហើយសម្រាប់ការប្រកួតនាពេលកន្លងមកមិនទាន់អស់ទេអ្នកចាំទីដៃទី3ក៏មិនអាចលេងបានដែរគឺ Wing Ding Chiu គឺរូបគេអវត្តមានដោយសារតែបញ្ហារបួសនៅឆ្អឹងខ្នងហើយ Ding Chiu បានធ្លាប់បង្ហាញខ្លួនជាមួយនឹងក្រុមជម្រើសជាតិវៀតណាមចំនួន9លើកជាពិសេសគឺការប្រកួតឈ្នះជើងឯក AFF លើកទី3កាលពីដើមឆ្នាំ2025នាពេលកន្លងមកនេះដូច្នេះអ្នកចាំទី3រូបនឹងចូលរួមជំនួសអ្នកចាំទីដែលធ្លាប់មានបទពិសោធន៍3រូបខាងលើហើយ3រូបនេះគឺថ្មីតែម្ដងពលគឺมันមានបទពិសោធន៍ច្រើនជាមួយនឹងក្រុមជម្រើសជាតិនោះទេជាក់ស្ដែងដូចជាកីឡាករវៀងវ៉ាន់វៀតទើបតែបង្ហាញខ្លួនបានតែម្ដងប៉ុណ្ណោះឲ្យក្រុមជម្រើសជាតិវៀតណាមស្របពេលដែលអ្នកចាំទី2រូបទៀតនោះគឺ Chin Su An Huang និង Chan Chun Kien មិនទ្រាំបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិទាល់តែសោះដូច្នេះយើងនឹងរងចាំមើលថាតើអ្នកចាំទីដៃថ្មីរបស់ជម្រើសជាតិវៀតណាមទាំង3រូបនេះអាចរារាំងសំណាញ់ទីរបស់ខ្លួនពីក្រុមកម្ពុជាបានដែរឬទេរងចាំទស្សនាថ្ងៃទី19ខែមីនាខាងមុខនេះនាំមកជូនដោយ855 STV ទស្សនាបាល់ទាត់ដោយសេរីកម្រិត HD